គឺត្រឹមប្រមាណជា20,000ឆ្នាំមុនពពួកទនិកសត្វមួយក្រុមដែលគេឲ្យឈ្មោះថាវិនរជាតិឬព្រីម៉ាត់បានឆ្លងកាត់នៅដំណើរវិវត្តដ៏យឺតក្នុងរយៈពេលរហូតដល់ទៅរាប់លានឆ្នាំរហូតអាចចេះដាវជើងពីរចេះប្រើឧបករណ៍ហើយចេះប្រើភ្លើងក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក៏ដោយពួកវិនរជាតិទាំងនោះមិនត្រូវបានគេចាត់ទុកថាជាមនុស្សដែលស្ថិតនៅក្នុងដំណរពូជនៃមនុស្សជាតិយើងបច្ចុប្បន្ននេះនៅឡើយនោះទេតាមក៏ពិតទៅពាក្យថាមនុស្សបើនិយាយតាមន័យទូលាយគឺគេអាចរាប់បញ្ចូលគ្រប់មេឃធាងនៃពូជដែលគេឲ្យឈ្មោះថាអូម៉ូដែលតាមភាសាឡាតាំងមានន័យថាមនុស្សដោយក្នុងនោះរួមមានដូចជា Homo erectus ដែលចាប់ផ្ដើមមានវត្តមាននៅលើភពផែនដីរបស់យើងកាលពីប្រមាណជា2លានឆ្នាំមុនហើយត្រូវស្លាប់ផុតពូជអស់នៅក្នុងចន្លោះពី5ទៅ10,000ឆ្នាំមុននិងមួយទៀតគឺពពួក Homo neanderthal ដែលគេច្រើនហៅដោយខ្លីថា Neanderthal ដែលចាប់មានវត្តមានកាលពីប្រមាណជា40,000ឆ្នាំមុនហើយត្រូវស្លាប់ផុតពូជអស់នៅប្រមាណជា60,000ឆ្នាំមុនក៏ប៉ុន្តែទាំងពពួក Homo erectus និងទាំង Neanderthal នេះមិនត្រូវបានគេចាត់ទុកថាជាមនុស្សពេញលេញដែលស្ថិតនៅក្នុងដំណរពូជនៃមនុស្សយើងបច្ចុប្បន្ននេះនោះទេមនុស្សជាតិយើងសពថ្ងៃនេះគឺជាដំណរវង្សនៃពូជថ្មីមួយទៀតដែលគេឲ្យឈ្មោះថា Homo sapiens តាមភាសាឡាតាំងមានន័យថាមនុស្សឆ្លាតពូលគឺមនុស្សដែលមានបញ្ញាខ្ពស់ Homo sapiens ដើមដំបូងបានចាប់ផ្ដើមលេចមកឡើងកាលពីប្រមាណជា20,000ឆ្នាំមុននៅក្នុងតំបន់អាហ្វ្រិកមុននឹងរីកសាយភាយទៅកាន់តំបន់ផ្សេងទៀតលក្ខណៈដ៏ពិសេសរបស់ Homo sapiens គឺការចេះប្រើភាសាដែលមានលក្ខណៈជឿនលឿនហើយដែលអាចនិយាយតាក់ទងគ្នាចែករំលែកព័ត៌មាននិងបទពិសោធន៍ដល់គ្នាទៅវិញទៅមកបានគិតរហូតមកទល់នឹងពេលបច្ចុប្បន្ននេះគេនៅតែមិនទាន់អាចកំណត់បានដោយច្បាស់លាស់ប្រកាស 100% នៅឡើយទេថាតើពពួក Homo sapiens នេះចាប់ផ្ដើមចេះប្រើភាសានិយាយតាក់ទងគ្នានៅពេលណាបានពិតប្រាកដក៏ប៉ុន្តែភស្តុតាងទាំងប៉ុន្មានដែលគេបានរកឃើញនាពេលកន្លងមកអាចឲ្យគេកំណត់បានយ៉ាងច្បាស់ថា Homo sapiens ពលគឺមនុស្សជាតិយើងនេះចាប់ផ្ដើមចេះប្រើភាសានិយាយតាក់ទងគ្នាបានយ៉ាងស្ទាត់ជំនាញនៅយ៉ាងតិចកាលពី50,000ឆ្នាំមុនហើយអាចប្រហែលជានៅមុននេះផងក៏អាចថាបានការចេះប្រើភាសានិយាយតាក់ទងគ្នាបាននេះហើយដែលធ្វើឲ្យមនុស្សយើងអាចនិយាយរាយរាប់រឿងរ៉ាវប្រាប់គ្នាទៅវិញទៅមកអាចចែករំលែកព័ត៌មាននិងបទពិសោធន៍ដល់គ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតទាំងនៅក្នុងចំណោមជាមួយគ្នាក៏ដូចជាការផ្ទេរបទពិសោធន៍ក្នុងជីវិតពីមនុស្សចំនួនមួយទៅក្មេងចំនួនថ្មីមួយទៀតហើយដែលនេះវាគឺជាកត្តាដ៏ចម្បងបំផុតមួយជួយឲ្យមនុស្សមានការវិវត្តខាងបញ្ញាបានយ៉ាងលឿនទៅមុខខុសពីសត្វផ្សេងទៀតគឺត្រឹមប្រមាណជា50,000ឆ្នាំមុនមនុស្សយើងចេះធ្វើឧបករណ៍ប្រើប្រាស់ចេះប្រើភ្លើងនិងចេះប្រើភាសាក្នុងការនិយាយតាក់ទងគ្នាហើយមនុស្សយើងក៏បានពង្រីកវត្តមានរបស់ខ្លួនចេញពីតំបន់អាហ្វ្រិកទៅកាន់តំបន់ផ្សេងទៀតជាច្រើនផងដែរដែលបានរីកសាយភាយរហូតដល់ទៅតំបន់មជ្ឈបូព៌ាអាស៊ីអូស្ត្រាលីនិងធ្វើដំណើរទៅដល់អឺរ៉ុបនៅប្រមាណជា30,000ទៅ40,000ឆ្នាំមុនក៏ប៉ុន្តែនៅពេលដែលមនុស្សយើងធ្វើដំណើរពង្រីកវត្តមានសម្ដៅទៅទិសខាងជើងតំបន់ទឹកកកវិញបានរីកសាយភាយពីតំបន់ពូលចាក់ចុះមកទិសខាងត្បូងហើយនៅពេលដែលទៅដល់អឺរ៉ុបមនុស្សយើងត្រូវប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុដ៏ចម្បងមួយនៅពេលនោះគឺយុគសម័យទឹកកកតាមការពិតទៅនៅក្នុងរយៈពេលជាង 4,500 លានឆ្នាំកន្លងទៅនេះភពផែនដីរបស់យើងបានឆ្លងកាត់នៅយុគសម័យទឹកកកចម្បងយ៉ាងតិចរហូតដល់ទៅ5លើកឯណោះហើយយុគសម័យទឹកកកដ៏ធំជាងគេដែលផ្ទាំងទឹកកកមានកម្រាស់រហូតដល់ទៅរាប់ពាន់ម៉ែត្រគ្រប់ដណ្ដប់ស្ទើរតែគ្រប់ទីកន្លែងនៅទូទាំងភពផែនដីរបស់យើងទាំងមូលរហូតធ្វើឲ្យគេដាក់ឈ្មោះថាផែនដីដុំទឹកកកឬ Snowball Earth គឺ
គឺបានកើតមានឡើងតាំងពីជាង700លានឆ្នាំមុនមកឯណោះក៏ប៉ុន្តែនៅក្នុងចំណាំយុគសម័យទឹកកកចម្បងទាំង5លើកនេះមាន4លើកបានកើតមានឡើងនៅពេលដែលមនុស្សយើងនៅមិនទាន់ចាប់កំណើតឡើងនៅឡើយហើយគឺយុគសម័យទឹកកកលើកទី5និងលើកចុងក្រោយបង្អស់ដែលមនុស្សជាតិយើងត្រូវប្រឈមនៅក្នុងអំឡុងពេលនោះអ្វីត្បិតតែតំបន់ទឹកកកមិនបានរីកសាយភាយរហូតត្រូវគ្របដណ្ដប់ពេញលើភពផែនដីទាំងមូលដូចជាការពីក្នុងអំឡុងយុគសម័យទឹកកកផ្សេងទៀតកាលពីលើកមុនក៏ប៉ុន្តែតំបន់មួយផ្នែកធំជាពិសេសអឺរ៉ុបក៏ដូចជាតំបន់ផ្សេងទៀតដែលនៅក្បែរតំបន់ពូលអ្វីត្រូវគ្របដណ្ដប់ទៅដោយផ្ទាំងទឹកកកកម្រាស់រហូតដល់ទៅប្រមាណជា2000ម៉ែត្រឯណោះក៏ប៉ុន្តែបើទោះបីជានៅក្នុងស្ថានភាពអាកាសធាតុដ៏សែនត្រជាក់បែបនេះក៏ដោយមនុស្សយើងនៅតែអាចសម្របខ្លួនបានហើយមនុស្សយើងមិនត្រឹមតែមិនស្លាប់ផុតពូជអស់តែប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងអាចបន្តពង្រីកវត្តមានរបស់ខ្លួនទៅកាន់ទ្វីបចុងក្រោយមួយទៀតនៅលើភពផែនដីរបស់យើងគឺទ្វីបអាមេរិកនៅក្នុងយុគសម័យទឹកកកនោះនៅពេលដែលទឹកសមុទ្រត្រូវកកជាប់នៅក្នុងផ្ទាំងទឹកកកកម្រិតកម្ពស់ទឹកសមុទ្រនៅលើភពផែនដីរបស់យើងទាំងមូលក៏ត្រូវធ្លាក់ចុះគឺធ្លាក់ចុះរហូតដល់កម្រិតមួយដែលធ្វើឲ្យនៅកន្លែងខ្លះដូចជានៅច្រកសមុទ្រ Bering ជាដើមដែលនៅចន្លោះរវាងរុស្ស៊ីនិងរដ្ឋ Alaska សហរដ្ឋអាមេរិកបច្ចុប្បន្នត្រូវคล้ายទៅជាតំបន់ដីគោកដែលអាចឲ្យមនុស្សធ្វើដំណើរឆ្លងកាត់បាននៅត្រង់កន្លែងនេះហើយដែលកាលពីប្រមាណជា20000ឆ្នាំមុនមនុស្សយើងបានធ្វើដំណើរដោយថ្មើរជើងចេញពីតំបន់អាស៊ីហើយឆ្លងឆ្ពោះទៅកាន់ទ្វីបអាមេរិកប្រមាណជាជិត10000ឆ្នាំក្រោយមកទៀតគឺនៅប្រមាណជា12000ឆ្នាំមុនវដ្តនៃការប្រែប្រួលអាកាសធាតុនៅលើភពផែនដីរបស់យើងនេះបានដើរបញ្ច្រាស់មកវិញសីតុណ្ហភាពទូទៅបានកើនឡើងមកវិញធ្វើឲ្យផ្ទាំងទឹកកកត្រូវរលាយបន្តិចម្ដងរហូតធ្វើឲ្យយុគសម័យទឹកកកត្រូវបិទបញ្ចប់ហើយភពផែនដីរបស់យើងក៏បានវិលត្រឡប់មករកអាកាសធាតុធម្មតាដូចជាកាលពីមុនវិញគិតមកទល់នឹងពេលនោះតាមរយៈចលនានៃផ្លាកតិកតូនិកសន្តានដីនៅលើភពផែនដីរបស់យើងនេះបានវិវត្តមកដល់ចំណុចមួយដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងអ្វីដែលយើងអាចសង្កេតឃើញនៅក្នុងពេលបច្ចុប្បន្ននេះបណ្ដាទ្វីបសមុទ្រនិងមហាសមុទ្រដែលយើងស្គាល់សពថ្ងៃនេះក៏បានចាប់កំណើតចេញជារូបរាងរួចជាស្រេចទៅហើយដែរចំណែកឯការរលាយផ្ទាំងទឹកកកនៅក្រៅយុគសម័យទឹកកកវាបានបន្សល់ទុកនៅបណ្ដាបឹងនិងទន្លេចម្បងមួយចំនួនផ្សេងទៀតនៅទូទាំងពិភពលោកជាពិសេសគឺទន្លេនីលនៅអេស៊ីបទន្លេអ៊ឺហ្វ្រាតនិងទន្លេទីហ្គ្រីសនៅមេសូប៉ូតាមីទន្លេឥណ្ឌូសនៅឥណ្ឌានិងទន្លេលឿងនិងទន្លេយ៉ាងស៊ីឬឆាងជៀងនៅចិនដែលតំបន់អស់ទាំងនេះក្រោយមកបានក្លាយទៅជាទីចាប់កំណើតនៃអរិយធម៌ដ៏ចំណាស់ចំណាំបំផុតទាំង4របស់មនុស្សជាតិយើង